បាទសូមបគោរពនឹងជ្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទេសនានៅបើ Channel បាទ EP Learning ជាទីមេត្រីសូមបាទជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននូវបាទអត្ថបទថ្មីក៏ដូចជាក្បួនគុណគូទូទាយដែលខ្ញុំបាទតែងតែធ្វើការដកស្រង់តែងតែធ្វើការស្វែងរកយកមកបង្ហាញចែកជូនដល់លោកអ្នកបានទស្សនាផងដែរបាទសម្រាប់ថ្ងៃនេះពួកខ្ញុំបាទក៏សូមបើធ្វើការជម្រាបជូននៅគឺអត្ថបទមួយដែលមានចំណងជើងថាឱកាសចុងឆ្នាំ2025ឱកាសនាដើមឆ្នាំ2026បិតាឆ្នាំជូតបិតាឆ្នាំឆ្លូវបិតាឆ្នាំមម៉ែគឺត្រូវជន់ទៅលើកំណប់ធំបាទមិនថាចុងឆ្នាំ2025និងដើមឆ្នាំ2026នោះទេគឺសិតសឹងតែបាទគឺមានបាទការជន់នៅកំណប់ធំទាំងនេះផងដែរបាទអញ្ចឹងសម្រាប់បកាគុណគូទូទាយនេះផងដែរគឺជាការបកស្រាយពីសំណាក់គឺលោកគ្រូហោរាសាស្ត្រចិនកំពូលគឺលោកគ្រូខៅលីខិនគាត់បានធ្វើការបកស្រាយទំលុះទំលាយព្យាករចំច្បាស់ដែលលោកអ្នកអាចជឿទុកចិត្តបាននៅទំនាយជើងលេខនេះបាទអញ្ចឹងបាទលោកអ្នកចង់ដឹងអំពីការជន់កំណប់ធំបាទទាំងចុងឆ្នាំនិងដើមឆ្នាំបាទដែរឬទេអញ្ចឹងសូមម្ចាស់ឆ្នាំកំណើតទាំង3បាទមកទស្សនានៅទំនាយនៅខ្លឹមសាររបស់លោកគ្រូហៅដូចតទៅបាទលោកអ្នកដឹងទេថានាចុងឆ្នាំ2025នេះតទៅគឺរាប់ចាប់ពីបាទខែ5ខែ6បាទឆ្នាំ2025បាទគឺចាប់ផ្ដើមកើតមាននៅបាទជើងលេខបាទគឺលៀបជ័យបណ្ដើទៅហើយសម្រាប់ជើងលេខនោះបាទគឺមានត្រឹមតែបាទគឺ 30% នៃកម្ពូលលៀបជ័យតែប៉ុណ្ណោះអញ្ចឹងបាទសម្រាប់ម្ចាស់ឆ្នាំកំណើតទាំង3បាទគឺនៅបាទគឺចុងឆ្នាំ2025នេះជាពេលវេលាដែលលោកអ្នកត្រូវកើបនៅលៀបសំណាងធំបាទគឺបាទលៀបសំណាងនោះបាទគឺទទួលបាននៅបាទគឺការរកស៊ីកាក់កបបាទហើយនឹងជួបនៅបាទគឺរបស់ដែលមានតម្លៃដែលខ្លួនប៉ងប្រាថ្នាជាយូរណាស់មកហើយក៏នឹងសមបំណងសមបាទកាលដែលលោកអ្នកប៉ងប្រាថ្នាទៅទៀតបាទពិតជាមិនធម្មតានោះឡើយតើលោកអ្នកក្នុងចិត្តមានគំនិតប៉ងប្រាថ្នាអ្វីខ្លះបាទសូមធ្វើការបង្ហាញចោះព្រោះអីការប៉ងប្រាថ្នារបស់លោកអ្នកនឹងសម្រេចជោគជ័យនាចុងឆ្នាំ2025បាទអាចស្ថិតនៅក្នុងខែ8 9បាទហើយពិសេសនោះគឺដាច់ឆ្នាំក៏កាន់តែពិសេសទៅទៀតក៏នឹងជោគជ័យទៅតាមនោះជាក់ជាពុំខានបាទអញ្ចឹងជាដំបូងគេនេះលោកគ្រូក៏សូមធ្វើការទំលុះទំលាយបកស្រាយបង្ហាញដើម្បីឲ្យលោកអ្នកអស់ចម្ងល់ថាតើបាទឆ្នាំរបស់ខ្លួនត្រូវបាទគឺជើងលេខបកស្រាយយ៉ាងដូចម្ដេចរយៈពេលចុងឆ្នាំ2025និងដើមឆ្នាំ2026នេះជាដំបូងគេនេះគឺត្រូវជាមួយនឹងឆ្នាំជូតបិតាឆ្នាំទី1បាទលោកអ្នកដែលកើតឆ្នាំជូតលោកអ្នកដឹងទេថានឹងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់លោកអ្នករយៈពេលបាទគឺ2ឆ្នាំចុងក្រោយនេះបាទគឺស្ថិតនៅក្នុងចុងឆ្នាំ2025ក៏ដូចជាដើមឆ្នាំ2026នេះបាទបិតាឆ្នាំជូតពួកគេបង្កើននៅអភូតហេតុ
chia bần tọp nâng ách xâm rạch bàn lơ pi ca rụp bừng tục miền này thà lục nẹ pong phần na chong bàn nơ bà cứ quay muôi cứ lục nẹ cứ tay để bàn lơ pi ca để lục nẹ pong phần na tự tiết xóm bơm lơ lục ba chỉ pi xe tụm nia xôm sẵn cót ngôn từ lơ pê về liệt cầm nọt cứ bộ sài chbach tay mà đón nơi trong năm nì bà năm pi pon mà phải pram nì hơi có bẩn to đo đào năm pi pon mà phải pram muối hơi đo trong năm pi pon mà phải pram muối còn nơi tại miền trồng hai nơi liệp chảy nu bẩn to từ tiệt bà đối với hơi trong pua lục nè đại cao năm chút nâng chuột mà nu lò ló pi xe nó cứ chỉ mà nu đại miền thản nát cứ ác bị chôn chứ tràn đòi miền mà nu bà đại miền mộc mót miền dùa sạ miền bồn sạ miền bà phiệp thái thô chui trôm chui tranh rò cạch càng nghe bỏ lục nè ôi đầm ná ca ban đôi rồi luôn nghe nghỉ nâng sầm bô tự đói liệp chê cua xà xà ná có mi rương lò lò trơn đấy không rồi dẹp bê bà cứ pi năm bà trong cõi ní liếp sông nàng mình thôi cho nụ lời khởi thá cứ miền tại càn lăng miền tại công cơn miền tại đặt cho đổ tạm đây đối với hai sầm ráp lúc này đã cao năm chút bà khơi tha mà nô đã cao nó không năm chút bàប្រកបជាទទួលបាននៅគឺជោគជ័យធំជាមួយនឹងការរកស៊ីជោគជ័យធំជាមួយនឹងការវិនិយោគជោគជ័យធំជាមួយនឹងការលក់ដូររបស់លោកអ្នកនឹងមានឱកាសចម្រើនកាន់តែខ្លាំងអញ្ចឹងបើចង់ឲ្យការរកស៊ីរបស់លោកអ្នកកាន់តែកុំថ្កើងដុះដាលទៅទៀតនោះសូមពុកម៉ែបងប្អូនត្រូវតែថែរក្សាអតិថិជនលោកគ្រូសូមធ្វើការបង្ហើបគន្លឹះខ្លះអតិថិជនរបស់ពុកម៉ែបងប្អូនគឺមានច្រើនណាស់អញ្ចឹងត្រូវតែលៃលោកអតិថិជនណាដែលជាអតិថិជនសំខាន់ហើយអតិថិជននោះគឺមាននៅបើគឺការវិនិយោគរយៈពេលវែងអញ្ចឹងលោកអ្នកត្រូវតែក្តោបក្តាប់ឲ្យជាប់ព្រោះអីជើងលេខបានបន្តថាបើលោកអ្នកបើគឺចេះក្តោបក្តាប់ឱកាសនេះលោកអ្នកនឹងក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកសំឬក៏អ្នកដែលមានបើគឺខ្លាំងបំផុតបើគឺបន្តរហូតបើគឺច្រើនឆ្នាំណាស់បាទអញ្ចឹងបើតាមទំនាយនាដើមឆ្នាំ2026ក៏នឹងផ្ទុះនៅបើគឺអតិថិជនដែលជាអតិថិជនល្អបើមួយកម្រិតទៀតហើយសម្រាប់លោកអ្នកដែលចេះថែរក្សាក៏នឹងពិសេសបើយើងបកមកមើលអ្នកបើប្រកបបើការងារជាបុគ្គលិកក្រុមហ៊ុនឬក៏ជាមន្ត្រីរាជការបើលោកអ្នកក៏ត្រូវតែក្តោបក្តាប់នៅឱកាសដូចគ្នាដោយលោកអ្នកតែងតែមានមេមានកាយតែងតែមានបុគ្គលិកអញ្ចឹងលោកអ្នកត្រូវតែចេះថែរក្សាទំនាក់ទំនងការងារហើយលោកអ្នកកុំនៅគឺស្ងៀមឲ្យសោះត្រូវតែស្រវេស្រវាទាំងកិច្ចការងារតូចកិច្ចការងារធំព្រោះអីលោកអ្នកខ្លាយទៅជាអ្នកដឹកនាំគេឬក៏ខ្លាយទៅជាចៅហ្វាយគេឬក៏ខ្លាយទៅជាម្ចាស់នៃក្រុមហ៊ុនដោយប្រការណាមួយអាស្រ័យទៅតាមការប្រឹងប្រែងអនុវត្តឬក៏ការបញ្ចេញនៅសមត្ថភាពរបស់លោកអ្នកបាទពេលវេលាគឺបានមកដល់នៅឡើយតែលោកអ្នកគឺដែលកើតនៅក្នុងឆ្នាំបាជូតនេះចេះដើរឲ្យស្របជាមួយពេលវេលាចេះធ្វើឲ្យត្រូវជាមួយនឹងពេលវេលាស្របជាមួយទំនាយដែរឬទេបាទបើលោកអ្នកចេះបើលោកអ្នកអនុវត្តទៅតាមគឺកុំភ័យណាចុងឆ្នាំ2025ដើមឆ្នាំ2026ក៏ដូចជាអាចបន្តរហូតទៅដល់គឺច្រើនឆ្នាំបន្តទៅទៀតលោកអ្នកនឹងមានរាសីខ្ពស់ដាក់ចុះដោះតាមដៃជោគជ័យធំនឹងកើតមានជូនលោកអ្នកដែលកើតឆ្នាំជូតនេះជាពិសេសតែម្ដងបាទអញ្ចឹងបាទនៅឡើយតែពុកម៉ែបងប្អូនដែលកើតឆ្នាំជូតក៏មិនពាក្យសាធុឬក៏បួងសួងបន់ស្រន់ឲ្យស្របជាមួយនឹងទំនាយឲ្យស្របជាមួយនឹងជើងលេខតែប៉ុណ្ណោះបាទនេះគឺជាការបកស្រាយក៏ដូចជាទំនាយដែលលោកគ្រូចង់ធ្វើការបង្ហាញ
ជូនលោកអ្នកដែលកើតឆ្នាំជូតបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅបាទគឺបាទឲ្យឆ្នាំជាបន្តទៅទៀតនោះគឺត្រូវជាមួយនឹងឆ្នាំបាទឆ្លូវបាទឆ្នាំទី2បិតាឆ្នាំឆ្លូវជាន់លើកំណប់ធំបាទច្រើនសន្ធឹកសន្ធាប់មែនបាទអញ្ចឹងលោកគ្រូសូមធ្វើការបកស្រាយនៅឱកាសនៃការជាន់កំណប់ធំទាំងនោះដូចតទៅបាទចំពោះឆ្នាំឆ្លូវគឺសមហេតុសមផលណាស់បើការប្រកបការងាររកស៊ីជួញដូរមានភាពចម្រុងចម្រើនបាទក្នុងរយៈពេលបាទគឺ2ឆ្នាំចុងក្រោយនេះបាទគឺស្ថិតនៅក្នុងឆ្នាំ2025គឺនៅចុងឆ្នាំនិងឆ្នាំ2026នៅដើមឆ្នាំហើយក៏បន្តរហូតទៅដល់ចុងឆ្នាំ2026ក៏នៅតែមានលាភជ័យក៏នៅតែមានឱកាសដូចគ្នាព្រោះថាក្រោយពេលដែលឈានជើងចូលដល់ឆ្នាំ2026ទៅសត្វគោតែងតែចេះឆ្លៀតបើឱកាសពេលវេលានិងទីកន្លែងដ៏ស័ក្តិសមក្នុងការអភិវឌ្ឍទ្រព្យសម្បត្តិបាទក្នុងពេលវេលាបាទគឺស័ក្តិសមណាស់បាទគឺឲ្យតែគោចេះចាប់យកឱកាសនោះអាចคล้ายទៅជាអ្នកដែលមានស្ដុកស្ដំឬក៏អ្នកដែលជោគជ័យយ៉ាងពិតប្រាកដ 100% បាទលោកអ្នកដឹងទេថាបាទនៅក្នុងចុងឆ្នាំ2025នេះឆ្នាំឆ្លូវនឹងទទួលបាននៅជំនួយពីធាតុទាំង5បាទក្នុងនោះមានការងារនិងរីកចម្រើនទៅមកហើយរាសីហើយជើងលេខហើយបាទគឺរឿងលុយកាក់ក៏នឹងដំណើរការដោយរលូនអាចនិយាយបានថាគឺដល់កំពូលនៃភ្នំទ្រព្យកំពូលនៃភាពជោគជ័យកំពូលនៃបាទគឺបាទភាពដ៏អស្ចារ្យក្នុងរយៈពេលបាទគឺបាទចុងឆ្នាំ2025នេះដែរបាទខ្សែជីវិតខ្សែរាសីរបស់ឆ្នាំឆ្លូវឃើញថាបាទគឺត្រូវបានដូចជាដុំបពេជ្រកំពុងតែបញ្ចេញពន្លឺឆោពណ៌រាំងស្រីហើយក៏កំពុងតែប្រមូលយកនៅឱកាសបាទក្នុងការកើបលុយកើបមាសកើបប្រាក់ហើយបើមានកំណប់ទៅទៀតនោះគឺលោកអ្នកកើបយកទាំងអស់កំណប់តូចកំណប់ធំបាទថែមទាំងមាននៅបាទអភូតហេតុអស្ចារ្យដែលជួយលោកអ្នកឲ្យមានភាពរីកចម្រើនបាទពីបាទ1ឆ្នាំទៅ1ឆ្នាំបាទអាចនិយាយបានថាពេលវេលាដែលត្រូវបានបង្ហាញនេះជាពេលវេលាដែលបើលោកអ្នកដែលកើតឆ្នាំបើឆ្លូវនេះគឺត្រូវតែក្តោបក្តាប់ឲ្យជាប់ព្រោះឲ្យសម្បូរលាភច្រើនណាស់លោកគ្រូសូមធ្វើការបង្ហើបគន្លឹះខ្លះៗដើម្បីជាមូលដ្ឋានក្នុងការឆ្នាំឆ្លូវដើម្បីដើរឲ្យត្រូវជាមួយនឹងជើងលេខឲ្យស្របជាមួយនឹងទំនាយបាទឆ្នាំឆ្លូវបើធៀបពិតទៅគឺជាឆ្នាំដែលមានការតស៊ូខ្លាំងណាស់ហើយពេលវេលាដែលលោកអ្នកបាទគឺត្រូវបាទទទួលនោះគឺស្ថិតនៅចន្លោះបាទគឺចុងឆ្នាំនិងដើមឆ្នាំនេះឯងអញ្ចឹងបើលោកអ្នកបាទគឺជាអ្នកប្រកបរបរជាអ្នកបាទគឺជួញដូរអញ្ចឹងការលក់ដូររបស់លោកអ្នកបាទគឺត្រូវតែធ្វើការបាទដេញថ្លៃបន្តិចគឺត្រូវតែលក់បាទតម្លៃមធ្យមកុំថ្លៃពេកប៉ុន្តែត្រូវតែប្រមូលអតិថិជនឲ្យច្រើនព្រោះអីនេះគឺជាបាទដំណោះស្រាយព្រោះឆ្នាំឆ្លូវបើលោកអ្នកបាទធ្វើការលក់តម្លៃថ្លៃខ្លាំងគឺធ្វើឲ្យលោកអ្នកប្រឈមជាមួយនឹងការឆុងនឹងទំនាយអញ្ចឹងធ្វើឲ្យលោកអ្នកមិនអាចនឹងជោគជ័យធំបានឡើយបើសិនជានៅក្នុងចុងឆ្នាំនេះលោកអ្នកលក់តម្លៃធូរល្មមអាចចំណេញមធ្យមគឺស្របជាមួយនឹងទំនាយលោកអ្នកនឹងទទួលបាននៅអតិថិជនច្រើនលុយក៏ច្រើនបាទហើយភាពជោគជ័យក៏នឹងកើតមានបណ្ដើរឈានជើងចូលដល់បាទឆ្នាំ2026លោកអ្នកអាចលេងតម្លៃបានតាមសេរីអ្វីទាំងអស់គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់លោកអ្នកបានទាំងស្រុងបាទដោយឡែកបើយើងបកមកមើលតេតិនជាមួយនឹងបាទគឺឆ្នាំបាទឆ្លូវនេះបើជាអ្នកប្រកបបាទជាអ្នកបាទបុគ្គលិកក្រុមហ៊ុនវិញឬក៏មន្ត្រីរាជការត្រូវតែធ្វើការដោយបើចិត្តស្មោះត្រង់
កុំវាចវេព្រោះអីនៅបាទគឺចុងឆ្នាំបាទតម្រូវឲ្យលោកអ្នកមានចិត្តបាទអំណត់ហើយចិត្តត្រង់នេះឯងក្រោយពេលដែលឈានជើងចូលដល់ឆ្នាំ2026លោកអ្នកក៏នឹងឈានមានកម្រិតមួយទៀតគឺលោកអ្នកអាចនឹងជោគជ័យទៅលើមុខតំណែងឬក៏ទៅលើបាទគឺតួនាទីណាមួយដែលលោកអ្នកប៉ងប្រាថ្នាយូរណាស់មកហើយលុយទ្រព្យសម្បត្តិក៏កើនឡើងទៅតាមនោះចំណូលនៃការរាប់បន្ថែមមកក៏បានច្រើនទៅតាមនោះផងដែរបាទអញ្ចឹងនេះគឺជាការពន្យល់ត្រួសខ្លះដើម្បីឲ្យអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំបិឆ្លូវនេះចេះអនុវត្តចេះដើរតាមឲ្យស្របទៅតាមទំនាយស្របទៅតាមជើងលេខនោះនឹងសមប្រកប 100% បាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅបាទគឺជើងលេខនៅបាទគឺឆ្នាំជាបន្តទៅទៀតអញ្ចឹងលោកគ្រូសូមធ្វើការបង្ហាញផ្លូវបង្ហាញជើងលេខបង្ហាញទំនាយជូនចំពោះលោកអ្នកដែលកើតឆ្នាំម៉ូម៉ែវិញម្ដងបាទឆ្នាំម៉ូម៉ែលោកគ្រូក៏សូមធ្វើការសង្ខេបនៅទំនាយនៃជើងលេខដូចគ្នាចំពោះលោកអ្នកដែលកើតឆ្នាំម៉ូម៉ែបើតាមទំនាយបានបកស្រាយហើយឆ្នាំពពែជាមនុស្សដែលឆ្លាតរុះរេរាក់ទាក់ចេះដោះស្រាយជាមួយនឹងមនុស្សជុំវិញខ្លួនបានយ៉ាងល្អឥតខ្ចោះដោយសារតែពួកគេចេះរក្សានៅទំនាក់ទំនងល្អជាមួយនឹងមនុស្សគ្រប់គ្នាដូច្នេះហើយមនុស្សដែលកើតឆ្នាំពពែរមែងតែងតែមាននៅសេចក្តីសុខមាននៅបាទគឺសុភាពរាបសារងាយយល់ចិត្តគ្នាហើយក៏តែងតែជួយអ្នកដទៃបានយ៉ាងល្អទៅទៀតបាទដោយមានហេតុដោយមានផលនោះហើយបាទទៅមានពេលមានបញ្ហាបាទគឺរាសីតែងតែមានមនុស្សល្អតែងតែមកជួយការពារពិសេសគឺជួយយិតយងជួយសណ្ដោងឲ្យអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំពពែនេះឆ្លងផុតគ្រោះឆ្លងផុតនៅបាទរឿងដែលមិនល្អបាទបើតាមទំនាយសូមធ្វើការប្រកាសថារយៈពេលបាទគឺចុងឆ្នាំ2025នេះតទៅនិងរយៈពេលដើមឆ្នាំ2026នេះឆ្នាំពពែត្រូវបានគេព្យាករណ៍ថានឹងមានឱកាសនាំមកនៅភាពបាទខ្លាំងរបស់ខ្លួនដោយមានជំនួយពីមនុស្សថ្លៃថ្នូរគេនឹងសម្រេចបាននៅពរជ័យមួយបន្ទាប់ទៀតពីរឿងមួយបន្តទៀតបាទជាពិសេសពួកគេនឹងមានឱកាសអភិវឌ្ឍអាជីពក្នុងទិសដៅវិជ្ជមានបាទគឺបំផុតបាទអ្នកប្រកបរបររកស៊ីជួញដូរការងារក៏កាន់តែរីកចម្រើនការលក់ដូរក៏កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះហើយអ្នកដែលកើតឆ្នាំពពែធ្វើការអស់ពីចិត្តបាទគឺជោគជ័យនឹងคล้ายទៅជាបាទមោទនភាពក្រុមគ្រួសារនិងវង្សត្រកូលបាទអញ្ចឹងបើយោងទៅតាមការព្យាករណ៍បាទបើតាមបាទសំណាក់លោកគ្រូហៅសូមធ្វើការពន្យល់សង្ខេបជូនចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំបាទគឺពពែនេះសម្រាប់បាទអ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងបាទគឺចុងឆ្នាំនេះបាទលោកអ្នកមិនព្រួយបារម្ភអ្វីនោះឡើយដោយសារតែលោកអ្នកមានអត្តចរិតគឺចេះជួយអ្នកដទៃអញ្ចឹងការធ្វើបុណ្យការធ្វើទាននេះត្រូវបានតបស្នងមកវិញដោយមានមនុស្សល្អគឺនៅមើលថែការពារលោកអ្នកដូចគ្នាផងដែរអញ្ចឹងរាល់ការបាទលក់ដូររបស់លោកអ្នកគឺតែងតែមានអតិថិជនជួយទិញជួយគាំទ្រហើយបាទឃើញលោកអ្នកមានចិត្តអំណត់មានចិត្តល្អគេតែងតែផ្សព្វផ្សាយអំពីអំពើល្អផលបុណ្យកុសលល្អរបស់លោកអ្នកហើយលោកអ្នកក៏នឹងទទួលបាននៅបាទគឺពេលវេលាដែលស័ក្តិសមគឺឱកាសកើបលុយឱកាសកើបមាសប្រាក់នេះគឺបានយ៉ាងពេញទំហឹងបាទដោយឡែកបើយើងបកមកមើលការប្រកបបាទការងារជាបាទគឺបុគ្គលិកក្រុមហ៊ុនការងារឬក៏បាទជាមន្ត្រីរាជការដូចគ្នាលោកអ្នកគឺមានចរិតទៀងត្រង់
លោកអ្នកបាទគឺចេះជួយយកអាសាបាទគឺសមាជិកឬក៏យកបាទអាសាជាមួយនឹងបុគ្គលិកដូចគ្នានោះឯងជាការបាទប្រព្រឹត្តល្អបាទមនុស្សល្អជួបតែមនុស្សល្អការងារល្អបាទគឺមានបាទការជួយជុំជ្រែងពីបាទមុខមាត់ពីមេបាឬក៏បាទពីសំណាក់ចៅហ្វាយនេះឬក៏ថ្នាក់ដឹកនាំផងដែរបាទអញ្ចឹងផលបុណ្យកុសលរបស់លោកអ្នកគឺត្រូវបានទទួលហើយនៅចុងឆ្នាំនិងដើមឆ្នាំនេះអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាទទួលបុណ្យទទួលលៀបទទួលជ័យទទួលយកអំពើល្អពីសំណាក់បាទលោកអ្នកដែលខំសាងកន្លងមកទាំងអស់គ្នាបាទឆ្នាំពពែដែលជាបិតាបាទនៅបាទលៀបជ័យក៏សូមបាទធ្វើការសាទររីករាយបាទនៅការជន់កំណប់ធំធំបាទទាំងចុងឆ្នាំនិងដើមឆ្នាំទាំងអស់គ្នាបាទអញ្ចឹងពីសំណាក់ការគុណគូទូទាយរបស់លោកគ្រូហៅនៅពេលនេះក៏ត្រូវបានបញ្ចប់ផងដែរសូមពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel បាទ EP Learning នោះក៏សូមអរគុណនិងសូមជម្រាបលាយើងនឹងវិលមកជួបគ្នានៅអត្ថបទល្អៗអត្ថបទថ្មីក្រោយទៀតបាទសូមអរគុណ